ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំចង់ចែករំលែកពីបុគ្គលសំខាន់ម្នាក់ដែលខ្ញុំមើលឃើញពីចំណុចល្អរបស់គាត់ហើយខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាតែបងប្អូនមានបុគ្គលសំខាន់ដែលចង់ចែករំលែកមកកាន់ខាងយើងវិញដែរអត់ចាអរគុណច្រើនចាអញ្ចឹងសម្រាប់បុគ្គលសំខាន់ដែលខ្ញុំចង់ចែករំលែកបងប្អូននៅថ្ងៃនេះគឺម៉ាក់របស់ខ្ញុំដែលខ្ញុំមើលឃើញគាត់មានចំណុចល្អហើយខ្ញុំគួរតែរៀនពីគាត់ចាចំណុចដែលមេរៀនដែលខ្ញុំបានរៀនពីគាត់ហ្នឹងខ្ញុំលើកឡើងយកមកតែ3មេរៀនបានហើយចាមេរៀនទី1គឺភាពរឹងមាំចាជាស្ត្រីក្នុងនាមជាស្ត្រីហ្នឹងគឺគាត់មានភាពរឹងមាំគាត់តស៊ូជីវិតធ្វើការរកស៊ីមិនថាការរកស៊ីហ្នឹងបានប្រាក់ចំណូលតិចតួចក៏ប៉ុន្តែគាត់នៅតែខិតខំប្រឹងប្រែងរកស៊ីទោះបីជាអត់មានពេលខ្លះអត់មានប៉ានៅក្បែរតែគាត់ជាស្រីម្នាក់ឯងហ្នឹងគាត់អាចប្រឹងរកស៊ីចាអញ្ចឹងមេរៀនទី1ដែលយើងត្រូវរឹងមាំហើយមេរៀនទី2គឺការវិនិយោគលើការសិក្សារបស់កូនចាការសិក្សារបស់កូនមិនថាជីវភាពលំបាកយ៉ាងណាទេមិនថារវល់ជាមួយនឹងការរកស៊ីយ៉ាងណាទេគាត់នៅតែផ្គត់ផ្គង់ការសិក្សារបស់កូនឲ្យបានរៀនចាប់ចុងចាប់ដើមចាហើយចំណុចទី3គឺយកចិត្តទុកដាក់ក្នុងការចិញ្ចឹមកូនយើងមិនមែនគ្រាន់តែមានលុយឲ្យកូនទៅរៀនហើយយើងគិតថា enough ទេគ្រប់គ្រាន់ទេចាអញ្ចឹងការយកចិត្តទុកដាក់តាមដានការសិក្សារបស់គាត់ថាគាត់មានលទ្ធផលនៃការសិក្សាហ្នឹងយ៉ាងម៉េចហើយគាត់ត្រូវការរៀនអីបន្ថែមទៀតចាអញ្ចឹងគឺ3ចំណុចហ្នឹងដែលខ្ញុំបានរៀនពីម៉ាក់របស់ខ្ញុំចាទី1គឺភាពរឹងមាំហើយទី2គឺការវិនិយោគលើការសិក្សារបស់កូនហើយទី3គឺការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមកូនចានេះគឺជា3មេរៀនដែលខ្ញុំបានរៀនពីបុគ្គលសំខាន់របស់ខ្ញុំ